ទៅសៀមរាបតែមួយយប់តែដូចបានដើរលេងពីរយប់អញ្ចឹងតើធ្វើមិនទៅសៀមរាបទាំងអស់គ្នាអញ្ចឹងយើងចេញដំណើរពីភ្នំពេញពេលយប់ហើយទៅដល់នោះភ្លឺហ្មងទៅសៀមរាបជួននឹងទីនទីន GE Booking Express ដោយ Booking តាម app Red Bus ជើងនឹងមិនមកអងយូរទៅដល់សៀមរាបភ្លាមគឺជួម៉ូតូជិះទៅលេងប្រាសាទអង្គរវត្តមុនគេហ្មងប៉ុន្តែមុននឹងចូលប្រាសាទអង្គរវត្តគឺសុំកាហ្វេសិនអត់បានអត់កាហ្វេវិញគឺដូចខ្មោចចូលហើយវាយតែនិយាយលេងសើចអី outfit ថ្ងៃនោះគឺស្រឡាញ់ហ្មងដើរចូលអង្គរវត្តអត់មានណាហ៊ាននិយាយចូលសោះតែទីនទីននិយាយមើលទេសភាពអង្គរវត្តយើងរដូវវស្សាជាមួយនឹងស្មៅខៀវខ្ចីជាមួយនឹងមុខទីនទីនដូចស្មៅបន្តិចដូចដីបន្តិចមកឥឡូវមកញ៉ាំមកឆាសិនមកនៅចិត្តអង្គរវត្តយើងហ្នឹងចាញ់ពីប្រាសាទអង្គរវត្តក៏ខ្ញុំទៅប្រាសាទផ្សេងដែលខ្ញុំបាន list down តែរៀប plan រៀបអីគឺស្អាតជាក់លាក់ហ្មងតែ flow តាមអត់ទេឥឡូវដល់ម៉ោងបាយថ្ងៃគឺយើងជិះទៅរកបាយថ្ងៃនៅភូមិប្រដែរអ្វីដែលមិនគួររំលងនៅប្រដែរមកគឺអាកោខ្ទិះនេះហ្មងថ្ងៃហើយយើងចូល check in បន្តិចដើម្បីដូរសម្លៀកបំពាក់និងសម្អាតកាយាបន្តិចបន្តដំណើរដើរបន្តទៀតគឺអត់ឈប់ទេគឺ enjoy មួយថ្ងៃនឹងឲ្យហ្មងគឺមិនមកដេកគេគឺមកដើរលេងហត់ក៏មកបើកម្លាំងជាមួយនឹងស៊ុបតាម TikTok តែឆ្ងាញ់របស់គេមែនតើមកទៀតក៏យើងដើរតាមផ្សារទីត្រីក្នុងសៀមរាបមើលគំនូរវិចិត្រករអីអញ្ចឹងណាធ្វើត្រូវបានមកផ្លិតមកកាន់កែវស្រាខាទៀតហ្នឹងមកដល់ព្រឹកថ្ងៃទី2ក៏ខ្ញុំបានដើរទៅលេងសារមន្ទីរដើរទៅលេងមកទៅលេងសារមន្ទីរជួយមកសារមន្ទីរហ្នឹងគឺស្អាតហាក់សើមានមនុស្សទៅប៉ុន្តែចាំខ្ញុំចេញវីដេអូ detail បន្ទាប់ណាចេញពីសារមន្ទីរក៏យើង follow តាម schedule របស់យើងទៅដល់លេងប្រាសាទផ្សេងនាបន្ថែមទៀតហើយមនុស្សទីនគុំមួយគឺចង់ទៅមើលមេឃភ្លៀងនៅប្រាសាទអង្គរវត្តមកអង្គរវត្តទៀតពេលល្ងាចតែដោយរូបសម្រស់អំណោយផលគឺអង្គរវត្តថ្ងៃហ្នឹងគឺអត់ភ្លៀងតតែសោះទៅដល់កន្លែងដេកភ្លៀងបាក់មេឃហើយយប់ថ្ងៃទី2ហ្នឹងគឺគ្មានបានទៅណាទេចាំឡានក្រុងរហូតដល់ម៉ោងទៅផ្ទះវិញខ្ញុំណែនាំអ្នកទាំងអស់គ្នាបើសិនជាចង់ទៅលេងណាកុំភ្លេច Booking សម្បត្តិឡានក្រុងតាម app Red Bus ទាំងសុវត្ថិភាពទាំងងាយស្រួលហើយចំណេញទៀតពិសេសគ្រាន់តែប្រើប្រម៉ូទកូដ Red Bus Trip នឹងទទួលបាន$2បូកជាមួយនឹង cashback $4ទៀតអូខេបាយបាយអ្នកទាំងអស់គ្នា